ទ្ធនាការឃោសនាដើម្បីរកអ្នកគ្រប់គ្រងរបស់ឆ្នោតដែលមានរយៈពេលពេញមួយខែបានចាប់ផ្ដើមនៅថ្ងៃទី27ខែមិថុនាឆ្នាំ2013នេះអ្វីដែលយើងបានឃើញតាមប្រព័ន្ធផ្សព្វផ្សាយសមត្ថភាពព័ត៌មានបានដែលយើងដឹងនិងបានកត់សម្គាល់អំពីរាជធានីភ្នំពេញនៅក្នុងចំណោមគណៈបកនយោបាយដែលបានចូលរួមក្នុងការដង្ហែក្បួនឃោសនានោះគណៈបកប្រជាជនកម្ពុជាបានបង្ហាញពីកម្លាំងដ៏ខ្លាំងក្លាជាងគេដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជា 20,000 នាក់ថ្ងៃទី28ខែមិថុនាឆ្នាំ2013ម្សិលមិញនេះនៅលើទីលានអន្តរជាតិអង្គរជង្យូខេត្តសៀមរាបសកម្មជនគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាជាច្រើនពាន់នាក់បានមកជួបជុំគ្នាដើម្បីប្រារព្ធពិធីបើកយុទ្ធនាការនិងដង្ហែក្បួនឃោសនាស្វែងរកការគ្រប់គ្រងសម្លេងឆ្នោតដល់អ្នកតំណាងរាស្ត្ររបស់ខ្លួនសម្រាប់អាណត្តិទី5នាពេលខាងមុខនេះនៅក្នុងអាណត្តិថ្មីនេះក៏ដូចជាអាណត្តិកន្លងទៅការបើកយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោតទាំងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាគុំសង្កាត់និងការបោះឆ្នោតជាតិជាសកលជ្រើសរើសតំណាងរាស្ត្រគ្រប់បណ្ដាគណៈបកប្រឡងប្រជែងតែងតែបានចាត់តាំងសកម្មភាពរៀងៗខ្លួនក៏ប៉ុន្តែក្នុងនោះប្រការដែលគួរឲ្យកត់សម្គាល់គឺមានតែគណៈបកប្រជាជនកម្ពុជាតែប៉ុណ្ណោះដែលបានរៀបចំបានល្អមានទ្រង់ទ្រាយធំនិងមានសកម្មជនចូលរួមច្រើនជាងគេហើយការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋនៅតាមដងផ្លូវក៏មានចំនួនដ៏ច្រើនលើសលប់ផងដែរគណៈបកប្រជាជនកម្ពុជាបានបង្ហាញអំពីសមិទ្ធផលនៃរយៈពេល5ឆ្នាំកន្លងមកក្រោមការដឹកនាំរបស់បកទន្ទឹមនោះយុទ្ធនាការរបស់គណៈបកបានផ្ដោតទៅលើការត្រូវធ្វើយ៉ាងណាក៏ឲ្យប្រជាជនយល់ឃើញថាការដឹកនាំប្រទេសក្រោមគោលនយោបាយឈ្នះឈ្នះគោលនយោបាយជំហានពីគួរគោលនយោបាយចតុកោណលក្ខណៈរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាកំពុងតែអនុវត្តនិងមានដំណើរនៅលើផ្លូវដ៏ត្រឹមត្រូវហើយនៅក្នុងឆ្នាំនេះគណៈបកប្រជាជនបានប្រកាន់យកតំណែងឲ្យការរីកចម្រើនស្ថិរភាពនយោបាយនិងសេចក្តីសប្បាយរីករាយនៅទូទាំងប្រទេសគណៈបកប្រជាជនកម្ពុជាបានប្រកាន់យករបៀបធ្វើការឃោសនាដែលមានការតាក់ទាញដោយការប្រមូលផ្ដុំសិល្បករសិល្បករនីនិងតារាកំប្លែងដើម្បីផ្ដល់ភាពកំសាន្តបានយល់រដ្ឋមន្ត្រីជាបាញ់សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនៃគណៈបកប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តសៀមរាបជាមួយនឹងវត្តមានឯកឧត្តមលោកជំទាវអស់លោកស្រីក្នុងជួរគណៈបកប្រជាជនកម្ពុជាគ្រប់បណ្ដាថ្នាក់គ្រប់ផ្នែកជាពិសេសនោះគឺវត្តមានរបស់បេក្ខជនតំណាងរាស្ត្ររបស់គណៈបកប្រជាជនកម្ពុជាប្រចាំមណ្ឌលសៀមរាបនៅក្នុងយុទ្ធនាការនេះមានការចូលរួមអបអរសាទរដោយការប្រគំតន្ត្រីនិងសម្ដែងសិល្បៈជានិមិត្តរូបនៃការចាប់ផ្ដើមឃោសនានិងការប្រារព្ធខួបលើកទី62នៃការបង្កើតគណៈបកប្រជាជនកម្ពុជាដោយឡែកគណៈបកសង្គ្រោះជាតិពុំត្រូវបានគេដឹងថានៅថ្ងៃណាមានការជួបជុំគ្នាហើយមានមនុស្សចូលរួមប្រមាណអ្នករបៀបដង្ហែក្បួននៅតាមដងផ្លូវនៅឡើយចំណែកគណៈបកផ្សេងៗទៀតដែលបានចូលរួមការឃោសនាបោះឆ្នោតដែរនោះរួមមានគណៈបកសម្ព័ន្ធប្រជាធិបតេយ្យគណៈបកសញ្ជាតិកម្ពុជាគណៈបកខ្មែរឈុបក្រគណៈបកសាធារណរដ្ឋប្រជាធិបតេយ្យនិងគណៈបកខ្មែរអភិវឌ្ឍសេដ្ឋកិច្ចតាមការដឹងរបស់គណៈកម្មាធិការរៀបចំកម្មវិធីបើកយុទ្ធនាការនេះបានបញ្ជាក់ថាមានសមាជិកចូលរួមក្នុងពិធីនិងដង្ហែក្បួនឃោសនានៅថ្ងៃម្សិលមិញនេះមានចំនួន 10,000 នាក់មកពីបណ្ដាស្រុកមួយចំនួននៅជុំវិញក្រុងសៀមរាបមានស្រុកប្រាសាទបាគងអង្គរធំបន្ទាយស្រីស្រុកពួកនិងក្រុងសៀមរាបពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍អំពីការបោះឆ្នោតសហភាពអឺរ៉ុបប្រចាំកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី26មិថុនាឆ្នាំ2013ដែលគូបញ្ជាក់អំពីសារៈសំខាន់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការអនុវត្តអនុសាសន៍ដែលនៅសេសសល់របស់បេក្ខកម្មសង្កេតការបោះឆ្នោតឆ្នាំ2008របស់សហភាពអឺរ៉ុបអនុសាសន៍ទាំងនោះមានដូចជាការធានាឲ្យមានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយសមត្ថភាពនិងការទប់ស្កាត់ការប្រើប្រាស់ធនធានរបស់រដ្ឋក្នុងអំឡុងពេលឃោសនាបោះឆ្នោត
យ៉ាងណាក៏ដោយសហភាពអឺរ៉ុបក៏បានស្វាគមន៍ចំពោះការធ្វើឲ្យប្រសើរឡើងជាវិជ្ជមាននៃការងារបច្ចេកទេសមួយចំនួនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសហភាពអឺរ៉ុបក៏បានសង្ឃឹមថាគណៈបកនយោបាយនឹងបញ្ឈប់ការប្រើវោហារសាស្ត្រដែលមានលក្ខណៈគំរាមកំហែងនិងធ្វើឲ្យមានការចងកំហឹងឲ្យងាកមកចាប់ផ្ដើមកិច្ចពិភាក្សាដោយចំហអំពីបញ្ហាប្រជាជាតិចាប់ពីពេលនេះទៅគួរបញ្ជាក់ផងដែរថានៅក្នុងសម័យនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី5នេះមណ្ឌលសៀមរាបមានអាសនៈចំនួន7កន្លែងនិងមានគណៈបកនយោបាយចំនួន7ចូលរួមប្រកួតប្រជែងបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាបោះឆ្នោតឲ្យខ្លួនឯងពីព្រោះគណៈបកប្រជាជនកម្ពុជាជាហេតុគឺធានាការពារឯករាជ្យអធិបតេយ្យបូរណភាពទឹកដីនិងការពាររដ្ឋធម្មនុញ្ញបានគង់វង្សគណៈបកប្រជាជនកម្ពុជាជាហេតុសម្ដេចអគ្គមហាសេនាបតីទេជោហ៊ុនសែននឹងធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតដែលធានានូវសន្តិភាពស្ថិរភាពនយោបាយស្ថិរភាពសង្គមធានាការបន្តអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើនខ្លាំងក្លាដោយអរិយទេសនានាហើយឧត្តមទីបាញ់បានមានប្រសាសន៍ថាការអបអរសាទរគប់អនុស្សាវរីយ៍លើកទី62កំណើតបកប្រជាជនកម្ពុជាស្របនៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី5គឺជាសារមួយដ៏មានសារៈសំខាន់បង្ហាញជូនប្រជាជាតិកម្ពុជាទាំងអស់ឲ្យបានកាន់តែយល់ច្បាស់ថាគណៈបកប្រជាជនកម្ពុជាមានអាយុកាល62ឆ្នាំហើយដូចនេះគណៈបកប្រជាជនកម្ពុជាគឺជាគណៈបកដែលមានវ័យចំណាស់ចាស់ទុំខាងនយោបាយពុំមានគណៈបកប្រជែងណាមួយប្រឡូកបាននោះឡើយហើយឧត្តមបកនាយករដ្ឋមន្ត្រីក៏បានឆ្លុះបញ្ចាំងថា62ឆ្នាំមកនេះគណៈបកប្រជាជនកម្ពុជាបានរួមសុខទុក្ខជាមួយប្រជាជនរំដោះជាតិឲ្យរួចផុតពីពួកអាណានិគមចក្រពត្តិនិយមនិងផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យនិងការពារដាច់ខាតមិនឲ្យមានរបបប្រល័យពូជសាសន៍នេះវិលត្រឡប់មកវិញបានឡើយព្រមទាំងបានអនុវត្តគោលនយោបាយសាសនាដែលដឹកនាំចលនាដោយសម្ដេចតេជោនាំមកនៅសន្តិភាពយ៉ាងពេញលេញជូនប្រជាពលរដ្ឋនិងនាំយកនយោបាយកម្ពុជាឆ្ពោះទៅការអភិវឌ្ឍលើគ្រប់វិស័យសម្ដៅការកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជារដ្ឋកម្ពុជាទូទាំងប្រទេសក្រោយពីការបញ្ចប់វេទិកាបើកយុទ្ធនាការឃោសនាបោះឆ្នោតនោះក្បួនដង្ហែតាមបណ្ដាស្រុកដែលបានចូលរួមត្រូវបានបើកក្បួនដង្ហែរបស់ខ្លួនឆ្ពោះទៅរកមូលដ្ឋានដើមវិញចំពោះក្បួនដង្ហែរបស់ក្រុមការងារថ្នាក់កណ្ដាលនិងក្រុមការងារថ្នាក់ខេត្តត្រូវបានចេញដំណើរពីកន្លែងប្រពៃពិធីដែលបានបែងចែកជាពីរមុខព្រួញទី1ដឹកនាំដោយឯកឧត្តមបយុរដ្ឋមន្ត្រីជាបាញ់ឯកឧត្តមខឹមប៊ុនសុងឆ្ពោះទៅកាន់ស្រុកជីកែងមុខព្រួញទី2ដឹកនាំដោយឯកឧត្តមតំណាងរាស្ត្រសៀងណាមឆ្ពោះទៅកាន់ស្រុកក្រឡាញ់នៅក្នុងការរៀបចំក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតនេះគណៈបកប្រជាជនកម្ពុជាចេញពីក្រុងសៀមរាបលើកនេះត្រូវបានប្រើប្រាស់រថយន្តតូចធំចំនួន300គ្រឿងទូចក្រយានយន្តគ្រប់ធុនចំនួនជាង700គ្រឿងនិងរ៉ឺម៉កម៉ូតូចំនួន50គ្រឿងខ្ញុំបាទជាចនសុខរទ្ធីធ្វើសេចក្តីរាយការណ៍ពីខេត្តសៀមរាប